សូមជូនឱកាសទៅកាន់លោកវិក្កាមិនថ្លែងនៅចំណាប់អារម្មណ៍ដំបូងសូមជើញជាប្រធានខ្ញុំប្រកាសណាត់ខ្ញុំណាត់គំវាសនាសូមលំអរកាយក៏ទៅបង្គំព្រះគុណម្ចាស់ព្រះធរានុធរៈគ្រប់ព្រះអង្គដែលព្រះអង្គកំពុងតែតាមដានស្ដាប់កម្មវិធីផ្សាយផ្ទាល់របស់កម្មវិធីសម្លេងជួងសម្ព័ន្ធដើម្បីប្រជាធិបតេយ្យជាទីរបស់យើងជាទីគោរពនិងជាទីរាប់អានពីណាមានមនុស្សល្ងងទីនោះគឺតែងតែមានការបុកប្រាស់នេះគឺជាលក្ខណៈទូទៅដែលជាសច្ចធម៌នៅក្នុងធម្មជាតិយ៉ាងនេះពីណាមានមនុស្សល្ងងទីនោះគឺតែងតែមានការបុកប្រាស់ខ្ញុំឃើញអ្នកនយោបាយនៅស្រុកខ្មែរពាក្យដែលគេពេញនិយមជាងគេបំផុតគឺការធ្វើតាមឆន្ទៈរបស់ប្រជាពលរដ្ឋហេតុអ្វីបានជាគេប្រើពាក្យនេះតាមការសង្កេតរបស់ខ្ញុំគឺខ្ញុំមើលឃើញថាគឺដើម្បីឆក់យកការគ្រប់គ្រងពីប្រជាពលរដ្ឋបងប្អូនសង្កេតមើលអ្នកដឹកនាំដ៏អស្ចារ្យនៃប្រទេសសិង្ហបុរីគាត់និយាយថាជាទូទៅគេបានចោទប្រកាន់គាត់ថាគាត់ជ្រៀតជ្រែកចូលជីវិតឯកជននៃប្រជាប្រដ្ឋសិង្ហបុរីសូម្បីតែប្រជាប្រដ្ឋសិង្ហបុរីខ្លួនឯងក៏ដោយគាត់មានអារម្មណ៍ថាលីខ្វាន់យូគាត់ជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទាល់ខ្លួនរបស់ប្រជាប្រដ្ឋនៃប្រទេសសិង្ហបុរីខ្ញុំចង់និយាយថាម៉េចខ្ញុំចង់និយាយថាការយល់របស់ប្រជាប្រដ្ឋសិង្ហបុរីគឺខុសពីការយល់របស់អ្នកដឹកនាំប្រទេសសិង្ហបុរីគឺលោកលីខ្វាន់យូប៉ុន្តែសួរតើហេតុអ្វីបានជាលោកលីខ្វាន់យូគាត់នៅតែជ្រៀតជ្រែកចូលក្នុងកិច្ចការប្រជាប្រដ្ឋនៃប្រទេសសិង្ហបុរីពីព្រោះគាត់យល់ឃើញថាការយល់របស់ប្រជាប្រដ្ឋនៃប្រទេសសិង្ហបុរីនឹងវាខុសសូមបងប្អូនពិចារណាឲ្យបានច្បាស់អំពីការជ្រើសរើសអ្នកដឹកនាំយើងមិនមែនជ្រើសរើសយកគូដែលយើងត្រូវការប្រើកម្លាំងហើយយើងក៏មិនមែនជ្រើសរើសកម្មករដែលយើងត្រូវការយកមកប្រើដែរជ្រើសរើសអ្នកដឹកនាំគឺជ្រើសរើសមនុស្សដែលមានសមត្ថភាពគ្រាន់បើជាយើងមានសេចក្តីស្មោះត្រង់ចំពោះយើងឲ្យគាត់ជួយចាត់ចែងកិច្ចការប្រទេសជាតិឲ្យបានចេញជាផលប្រយោជន៍របស់ពួកយើងមិនមែនមានរឿងអ្វីយើងចេះតែសួររាជហើយការឲ្យយោបល់ពីរាជមានការផ្ទុយជាមួយនឹងការយល់របស់យើងឬថាយើងត្រូវធ្វើតាមរាជនោះទេយើងត្រូវពយល់រាជបើយើងត្រូវជ្រៀតជ្រែករហូតដល់ប្រឆាំងជាមួយនឹងឆន្ទៈរាជទៀតក៏យើងត្រូវតែធ្វើដែរពីព្រោះក្នុងនាមយើងជាអ្នកដឹកនាំគឺគេជ្រើសរើសយើងមកឲ្យយើងជួយគិតគូរជំនួសគេដើម្បីឲ្យបានទៅជាផលប្រយោជន៍របស់ពួកគេវិញអ្នកដឹកនាំមិនមែនប្រើកម្លាំងឲ្យតែរាជគេឲ្យធ្វើអីធ្វើតាមរាជនោះទេយើងមិនមែនគូហើយយើងក៏មិនមែនជាកម្មករដែរយើងគឺជាអ្នកដឹកនាំដែលប្រជាពលរដ្ឋគាត់ទុកចិត្តថាមានសមត្ថភាពខ្ពស់ជាងគាត់ក្នុងការជួយធ្វើម៉េចឲ្យវត្ថុបំណងរបស់គាត់បានសម្រេចអញ្ចឹងជួនកាលការយល់របស់យើងវាខុសជាមួយនឹងការយល់របស់រាជយើងត្រូវពយល់រាជឲ្យគាត់បានយល់បើគាត់នៅតែមិនយល់ហើយយើងយល់ថាការយល់របស់យើងខុសពីចន្ទៈរបស់ប្រជាពលរដ្ឋយើងអាចនឹងលាលែងចេញពីតំណែងទៀតផងលើកឧទាហរណ៍ថាយើងយល់ថាការកសាងវិរិយអតិសនីឆ្លងកាត់ទន្លេមេគង្គវាមានផលប្រយោជន៍ដល់ប្រជាពលរដ្ឋយើងសិក្សាអំពីផលប៉ះពាល់រួចហើយឃើញថាផលប៉ះពាល់នោះវាតិចតួចប្រយោជន៍នោះវាច្រើនយើងក៏សម្រេចចិត្តធ្វើប្រជាពលរដ្ឋគាត់មិនឲ្យធ្វើបើស្នាជាយើងយល់ថាការយល់របស់យើងត្រឹមត្រូវយើងអាចលាចេញពីតំណែងទៀតផងមានរឿងខ្លះទៀតជារឿងសម្ងាត់ជារឿងកិច្ចការប្រទេសជាតិយើងមិនអាចយករឿងហ្នឹងមកនិយាយជាសាធារណៈដើម្បីសួរយោបល់រាជទេមិនមែនដូចមេដឹកនាំគណៈបកសង្គ្រោះជាតិលោកសំរងស៊ីគាត់និយាយថាគណៈបកប្រជាជនពេលគេចង់ធ្វើអីគេប្រជុំមេរបស់គេមានប្រជុំមជ្ឈិមបកប្រជុំអីចឹងទៅគេសួរយោបល់គ្នាគេនឹងទៅចំណែកយើងវិញគឺគណៈបកសង្គ្រោះជាតិហ្នឹងពេលណាធ្វើអីគឺយើងសួររាជបងប្អូនណាដែលខ្ញុំនិយាយខាងដើមថាទីណាមានល្ងងទីនោះមានការបោកប្រាស់សូម្បីតែក្នុងគណៈបកសំនឹងស៊ីនឹងពេលគេចង់ធ្វើអីក៏គេមានប្រជុំអចិន្ត្រៃយ៍ប្រជុំគណៈកម្មការនយោបាយដើម្បីរៀបចំផែនការធ្វើដែរហើយមានផែនការខ្លះគេមិនឲ្យប្រជាប្រដ្ឋដឹងទេគេមិនជំរាបយើងទេប៉ុន្តែដើម្បីក្រែងចំណេញដែលខ្ញុំនិយាយថាទីណាមានល្ងងទីនោះតែមានការបោកប្រាស់គាត់និយាយដើម្បីក្រែងចំណេញដើម្បីឲ្យប្រជាប្រដ្ឋឃើញថាគាត់ជាអ្នកគោរពឆន្ទៈរបស់ប្រជាប្រដ្ឋហើយភាសាបែបហ្នឹងណាបងប្អូនណាដែលខ្ញុំនិយាយថាជាភាសានាំឲ្យមានអរិភាពក្នុងចំណោមអ្នកនយោបាយដូចគ្នាជាពិសេសគឺគូប្រកួតរបស់យើងដែលយើងនិយាយថាគណៈបកប្រជាជនពេលតែចង់ធ្វើអីប្រជុំមជ្ឈិមបកប្រជុំអីយ៉ាងទៅចំណែកយើងអ្នកប្រជាធិបតេយ្យគឺយើងមកប្រជុំមួយរាជគាត់ល្ងងក៏ចេះតែជឿចេះតែផ្ទះដៃលឺអញ្ចឹងដឹងមកខ្ញុំនិយាយថាទីណាមានមនុស្សល្ងងទីនោះតែងតែមានការបោកប្រាស់ក្នុងកិច្ចការមួយខ
ក្នុងនាមយើងជាអ្នកដឹកនាំយើងអាចនឹងមានយោបល់ស្របជាមួយនឹងប្រជាប្រដ្ឋក្នុងករណីខ្លះហើយយើងក៏អាចមានគំនិតគិតឃើញរបស់យើងខុសពីប្រជាប្រដ្ឋអញ្ចឹងពេលណាយើងខុសពីប្រជាប្រដ្ឋបើស្របប្រជាប្រដ្ឋវាមិនបញ្ហាអីទេស្របគ្នាហើយប៉ុន្តែបើយើងយល់ខុសពីប្រជាប្រដ្ឋយើងត្រូវទៅយល់ប្រជាប្រដ្ឋដោយស្មោះត្រង់អំពីអ្វីដែលយើងយល់ថាអ្វីដែលបងប្អូនប្រជាប្រដ្ឋកំពុងយល់នឹងខុសហើយតាមយោបល់ខ្ញុំដែលបងប្អូនជ្រើសរើសខ្ញុំមកជាតំណាងឲ្យបងប្អូនខ្ញុំជួយគិតឲ្យបងប្អូនអ្វីដែលបងប្អូនគិតនឹងខុសហើយណាគិតតាមខ្ញុំរួចហើយយើងបញ្យល់ប្រជាប្រដ្ឋឲ្យគាត់បានយល់ពីអ្វីដែលយើងយល់ថាត្រឹមត្រូវមានរឿងខ្លះទៀតយើងលាក់គាត់ទៀតអត់ដឹងនិយាយផងឧទាហរណ៍ថាជារឿងប្រទេសជាតិដូចរឿងហ៊ូជីមិញគាត់រកការឯកភាពរវាងយួនខាងជើងនិងខាងត្បូងដើម្បីយកកម្លាំងនៃការសាមគ្គីចិត្តរបស់គាត់ដើម្បីដេញបរទៅចេញក្រៅស្រុកហើយរឿងអញ្ចឹងយកមកសួររៀបមិនទៅបងប្អូនយកមកសួរមិនអាត្រង់ហ្នឹងដែលខ្ញុំនិយាយថាទីណាមានមនុស្សល្ងងទីនោះតែងតែមានការបោកប្រាស់ក្នុងនាមយើងជាអ្នកដឹកនាំមានពេលខ្លះការយល់របស់យើងបច្រាស់មួយរៀសយើងយល់ថាការយល់របស់យើងវាត្រឹមត្រូវហើយបើស្នាយើងនិយាយជាទីសាធារណៈវាខូចប្រយោជន៍ដល់រៀសយើងអត់និយាយទេអ្នកដឹកនាំដែលអាចធ្វើអញ្ចឹងបានណាបងប្អូនលុះត្រាតែអ្នកដឹកនាំនឹងមានបេះដូងស្មោះត្រង់គាត់ចង់មកធ្វើការងារនោះដើម្បីប្រទេសជាតិពិតប្រាកដមែនប៉ុន្តែបើអ្នកដឹកនាំនឹងគាត់ឆ្លៀតឱកាសដើម្បីជាផលប្រយោជន៍របស់គាត់គឺគាត់និយាយដូចលោកគណៈប្រធានគណៈបក្សសង្គ្រោះជាតិនិងលោកកឹមសុខាដែលជាអនុប្រធានគណៈបក្សសង្គ្រោះជាតិគាត់និយាយអញ្ចឹងអ្វីទាំងអស់គាត់ធ្វើតាមឆន្ទៈរបស់ប្រជាប្រដ្ឋឥឡូវនេះគាត់ចង់ធ្វើសមាជមហាជនដើម្បីសួរមតិប្រជាប្រដ្ឋទៀតហើយបងប្អូនណាខ្ញុំមិនដឹងជាថាតើបងប្អូនអ្នកទៅស្ដាប់នឹងគាត់យល់យ៉ាងម៉េចលោកកឹមសុខាគាត់ថាមានរយៈពេល6ខែហើយក្រោយពីការបោះឆ្នោតនឹងមកដែលយើងបានសួរមតិយោបល់ប្រជាប្រដ្ឋ6ខែក្នុង3ខែដំបូងផែនការដែលយើងបានទទួលពីប្រជាប្រដ្ឋគឺយើងទាមទារឲ្យមានការត្រួតពិនិត្យភាពមិនប្រក្រតីក្នុងការបោះឆ្នោត3ខែក្នុងមិនបានទេយើងនឹងទាមទារ3ខែក្រោយទៀតយើងនឹងទាមទារដើម្បីឲ្យមានការបោះឆ្នោតឡើងវិញហើយក៏ប្រាប់ទៀតថា3ខែដំបូងទាមទារឲ្យមានការត្រួតពិនិត្យទៅលើភាពមិនប្រក្រតីក្នុងការបោះឆ្នោតក៏ធ្វើទៅមិនបានសម្រេច3ខែក្រោយទៀតគឺយើងទាមទារយើងធ្វើបាតកម្មយើងធ្វើអីយើងទៅរកការទូតការអីមិនដឹងឯងយើងទាមទារគ្រប់ផ្លូវទាំងអស់ដើម្បីឲ្យមានការបោះឆ្នោតឡើងវិញក៏អត់បានដែរឥឡូវ6ខែកន្លងហួសទៅហើយយើងចង់ធ្វើសមាជមហាជនមួយដើម្បីសួរយោបល់រាជទៀតតើរាជឲ្យធ្វើអីទៀត6ខែមានបានការអីសោះ6ខែបើសិនជាអ្នកដឹកនាំនឹងមានទស្សនវិស័យរិះឲ្យយោបល់មកថាណែអ្នក3ខែដំបូងទាមទារឲ្យមានការត្រួតពិនិត្យភាពមិនប្រក្រតីក្នុងការបោះឆ្នោត3ខែក្រោយធ្វើម៉េចក៏ដោយធ្វើការងារការទូតក៏បានដែរធ្វើបាតកម្មក៏បានដែរដើម្បីទាមទារឲ្យមានការបោះឆ្នោតឡើងវិញបើយើងជាអ្នកដឹកនាំដែលមានទស្សនវិស័យប្រាប់វាវិញថារិះហើយកុំចំណាយពេលវាអត់ប្រយោជន៍ទេតាមខ្ញុំគិតទៅ6ខែហ្នឹងអត់មានបានការអីទេតែគាត់មានបានប្រាប់រិះហេដល់ពេល6ខែក្រោយឥឡូវគាត់និយាយថាអត់បានទេបងប្អូនអើយអត់បានទេឥឡូវមកប្រជុំដាក់អាស្អីល្ងិតឲ្យខ្ញុំធ្វើទៀតមើល6ខែផែនការទៅមុខទៀតមើលដើម្បីឲ្យមានសកម្មភាពទៀតហើយចុះ6ខែទៅទៀតនឹងបានទៀតអត់បងប្អូនចេះឆ្ងល់នេះហើយអ៊ំខាអ៊ំស៊ីនេះគាត់រៀបឲ្យធ្វើអីធ្វើនឹងថាដូចរើសគោមិនដឹងនេះរើសគោអីយកមកហ្នឹងគេរើសអ្នកដឹកនាំបងប្អូនណាមិនមែនរើសអ្នកចាំធ្វើតាមវាទេរើសអ្នកដែលជួយគិតគូររៀបមានពេលខ្លះអត់ទាំងប្រាប់រៀបផងពីព្រោះអ្វីរឿងខ្លះជារឿងសម្ងាត់និយាយមិនបានទេគិតគូរឲ្យរៀបហ្មងគេអាចធ្វើអញ្ចឹងបានណាសំខាន់បំផុតទី1គឺមានបេះដូងស្មោះត្រង់ទី2គឺគេមានទស្សនវិស័យត្រឹមត្រូវចុះបើអ្នកដឹកនាំខ្មែរធ្វើនយោបាយឆ្លៀតតឱកាសគេចំណេញលើប្រជាប្រដ្ឋបែបហ្នឹងដូចភាសាគេនិយាយថាគេធ្វើតាមឆន្ទៈរបស់ប្រជាប្រដ្ឋភាសាហ្នឹងភាសាគេចំណេញនយោបាយមកការពិតគេមិនដែលទៅធ្វើតាមឆន្ទៈរបស់ប្រជាប្រដ្ឋស្អីទេឧបមាថាគេចង់ធ្វើអីគេប្រជុំគ្នាអញ្ចឹងទៅឧទាហរណ៍ថាគេប្រជុំមហាជនអញ្ចឹងទៅរួចហើយគេនិយាយប្រាប់ប្រជាប្រដ្ឋថាគេចង់ធ្វើអីប៉ុន្តែគេមិនមែនសួរយោបល់ទេណាគេមានគ្នាគេដាក់ឲ្យផ្ទះដៃផ្ទះអីចឹងទៅប្រជាប្រដ្ឋគាត់ចូលរួមប្រជុំគាត់មិនបានសម្រេចអីលើតែគេនិយាយថាចេះថាចោះហ្នឹងក៏ផ្ទះដៃប្រើតាមគេទៅប៉ុន្តែផែនការហ្នឹងគេគិតរួចហើយណាបងប្អូនគេគិតរួចហើយគេថាទោះបីប្រជាប្រដ្ឋមិនឲ្យធ្វើក៏គេធ្វើដែរគេធ្វើចឹងគេប្រជុំសម្ងាត់ស្អីក្នុងកាក់ហ្នឹងក៏គេធ្វើដោយតែគណៈបកប្រជាជនចឹងដែរវាគ្មានខុសគ្នាអីទេពីព្រោះការទៅធ្វើកិច្ចការវាត្រូវតែមានវាមានប្រជុំជាសម្ងាត់វាមានប្រជុំជាសាធារណៈវាត្រូវតែមានអញ្ចឹងដូចឥឡូវហ្នឹងឧទាហរណ៍គេចង់សមាជមហាជនវាមិនមែនគេមកសួរយោបល់ប្រជាប្រដ្ឋទេបងប្អូនគេចង់បាតកម្មទៀតប៉ុន្តែគេអត់ហ៊ានសុំច្បាប់ធ្វើបាតកម្មត្មងគេធ្វើតេស្តមើល
គេប្រើពាក្យថាសមាជមហាជនគេលោកបានបើតាណាជាសមាជមហាជនបានគេធ្វើបាតកម្មទៀតឥឡូវនេះណាបងប្អូននៅក្រោយហ្នឹងណាអូយអញទុកចិត្តណាអ្នកដឹកនាំអញទុកចិត្តណាប៉ុន្តែខាងមុខតរច្រកហៅគិតអីមិនចាញ់ទេណាគិតអីលេចពាក្យខ្មែរយើងថាគិតអីវាលេចតែផោមតេតែខាងមុខនោះអាខាងក្រោយចិត្តតែជឿថាអូខ្ញុំជឿខាងមុខបងប្អូនគិតបន្តិចចរចាឲ្យគេធ្វើតាមខ្លួនឧបមាថាទាមទារឲ្យមានការបោះឆ្នោតឡើងវិញអត់ទាមទារឲ្យកែតម្រង់កោចបនឹងចេញចុះឲ្យឧទាហរណ៍សមាជិកកោចបនឹងសូមឲ្យមានបោះឆ្នោតដោយសម្លេងសភា2ភាគ3គេអត់ធ្វើតាមយល់រួមថាគណៈបកប្រជាជនគេអត់មានធ្វើតាមអីទេដល់ពេលគេអត់ធ្វើតាមយើងក៏មិនដឹងធ្វើអីគេដល់ពេលមិនដឹងធ្វើអីគេចង់បាតកម្មស្អែកបាតបានណាតែតែបាតកម្មក៏បាតអត់បានទៀតណាចរចាឲ្យគេធ្វើតាមយើងក៏ធ្វើមិនបានចង់ចូលខ្លាចប្រជាប្រដ្ឋនឹងរលរឿងទៅបាតកម្មគាត់ទៅបាតបន្តិចក៏គេប្រក្រាបដល់ពេលអញ្ចឹងគិតអីវាមិនលេចទៅផោនតេដែរវាចូលដល់កន្លែងហ្នឹងដល់ពេលអាក្រោយហ្នឹងខ្ញុំទុកចិត្តលើប្រធានខ្ញុំខ្ញុំនៅក្នុងនោះដឹងហើយមានពេលខ្លះគិតលេចទៅផោនតេហ្នឹងតែអញ្ចឹងឯងបងប្អូនឥឡូវបងប្អូនគិតចរចាគេមិនធ្វើតាមតែបាតកម្មគេមិនឲ្យបាតទៅណាទៀតអញ្ចឹងវាចេះតែបតិបទូទៅណាដែលខ្ញុំនិយាយថាបងប្អូនហើយអាវងធំហ្នឹងណាដូចវងគោអញ្ចឹងគោដើរទាំងវងទៅណាគេទៅចាប់អាក្រោយមកសួរហែងទៅណាហ្នឹងត្រីខ្ញុំមិនដឹងដែរអាមុខវាទៅខ្ញុំចេះតែទៅតាមគេគឺទៅច្រើនហ្នឹងខុសទេដល់ពេលទៅចាប់អាមីវងមកសួរហែងទៅណាហើយនាំគេទៅណាអីខ្ញុំមិនដឹងដែរអាក្រោយរលមកតែបងប្អូនប្រជាប្រដ្ឋខ្លះនៅតែទៅជែកគ្នាមិនត្រូវរឿងអ្នកគ្រប់គ្រងតិចឬច្រើនហ្នឹងវាមិនកំណត់ត្រូវឬខុសនៅដែរបងប្អូនណានៅអីប្រទេសឥណ្ឌានោះអាសាសនាចែវសាសនាស្រាប់នោះដេក50ថ្ងៃនោះមានអ្នកគ្រប់គ្រងមកកណោរបស់វាដល់ច្រើនណាតើតាឡើយតាមវិធានពុទ្ធរហូតដល់ឡើយណាសាសនាហ្នឹងនៅតែមានសាសនាខ្លះទៅងូទឹកពេញទលេគង្គាហ្នឹងស្មាទោសសង្ឃក្អែលដែលឡើងតាយពេញម្ដងទាំងអស់ហើយមានអ្នកគ្រប់គ្រងច្រើនណាស់ហើយយើងមើលទៅឃើញថាវាខុសទៅទេហ្នឹងចឹងមិនខ្ញុំនិយាយទៅដល់ថាមតិភាគច្រើនគ្រប់គ្រងវាមិនកំណត់ថាត្រូវឬខុសទេគណៈបកយើងគេថារត់ដល់បើហែងគ្រាន់បើមានគេគ្រប់គ្រងច្រើនណាខ្ញុំថាមានពីណាគេដែលនិយាយថាមានអ្នកគ្រប់គ្រងច្រើនឬតិចនឹងកំណត់ខុសត្រូវឬខុសដូចហ្គាលីលេក៏ថាផែនដីមានរឿងមូលតែឯងនោះដូចឥឡូវសុក្រាតធ្វើអីកើតពីជំនាន់សុក្រាតនោះគេស្អប់សុក្រាតណាតែគេទទួលស្គាល់ក្រោយពេលដែលគាត់ស្លាប់ទៅកូនសិស្សគាត់ទៅជាចងក្រងកតេរបស់គាត់នឹងមកក្រោយណាកាលពីជំនាន់នោះគេស្អប់គាត់ចងប់ហើយបើនិយាយពីរឿងអ្នកគ្រប់គ្រងមានអ្នកគ្រប់គ្រងណាច្រើនបងប្អូនអាខុសគឺខុសហ្មងអាត្រូវគឺត្រូវហ្មងមិនមែនអាខុសអាត្រូវនឹងកំណត់ឲ្យមានអ្នកគ្រប់គ្រងតិចឬច្រើនទេគណៈបកយើងគឺឈរទៅលើទីតាំងមួយហ្នឹងដែលខ្ញុំនិយាយថាពួកយើងប្រឆាំងពួកយើងហើយនឹងគណៈបកសង្គ្រោះជាតិមើលរូបភាពខាងក្រៅដូចជាប្រឆាំងជាមួយនឹងគណៈបកប្រជាជនដូចគ្នាមើលទៅដូចគ្នាប្រឆាំងប៉ុន្តែខ្លឹមសារវាខុសបងប្អូនយើងមានទីតាំងមួយឈរថាហេតុអីយើងមានទីតាំងមួយឈរថាវាខុសគ្នាដោយសំរងស៊ីឯងកឹមសខាកាលពីមុនណាគណៈបកសំរងស៊ីមួយទៀតគណៈបកសង្គ្រោះជាតិនោះហើយខំសខាគាត់ចង់គាត់ខំទាំងវែកញែកថាណែគាត់បង្កើតគណៈបកសង្គ្រោះជាតិនោះគណៈបកសិទ្ធិមនុស្សមកហ្នឹងពីព្រោះមានចំណុចខុសពីគណៈបកសំរងស៊ីទៅនេះទៅនោះដើម្បីប្រាប់ពីទីតាំងដែលគាត់ត្រូវឈរប៉ុន្តែខ្ញុំមើលទៅវាអត់ដូចគ្នាកឹមសខាហើយសំរងស៊ីចង់បានចូលគ្នាកើតពីរអ្នកនឹងណាបោកបញ្ចូលគ្នាចេញគណៈបកសង្គ្រោះជាតិមកប្រឆាំងមួយគណៈបកប្រជាជនណាបងប្អូនមិនមែនប្រឆាំងដោយសារមួយខាងជាសភាវៈល្អមួយខាងទៀតជាសភាវៈអាក្រក់អីមែនទេបងប្អូនមើលច្បាស់គឺប្រឆាំងដើម្បីដណ្ដើមអំណាចគ្នាហ្មងសភាវៈអាក្រក់ពីរដណ្ដើមគ្នាព្រោះអំណាចជាចែកគ្នាមិនត្រូវចំណែកយើងវិញបងប្អូនយើងមានទីតាំងមួយឈរដាច់ដោយឡែកងចាំមិនយើងចូលគណៈបកសំរងស៊ីដែលរូបភាពខាងក្រៅគណៈបកសង្គ្រោះជាតិហើយគណៈបកយើងមើលទៅប្រឆាំងគណៈបកប្រជាជនដូចគ្នាតែយើងចូលគ្នាបានយើងប្រឆាំងជាមួយនឹងសភាវៈអាក្រក់អាត្រង់ហ្នឹងដែលយើងថាទោះបីជាគណៈបកប្រជាជនក៏ដោយឲ្យតែគេធ្វើល្អយើងព្រមតែហ្មងពីព្រោះយើងប្រឆាំងតែនឹងសភាវៈអាក្រក់ឥឡូវនេះគេคลายខ្លួនទៅជាសភាវៈល្អហើយគេព្រមហ្មងតែគណៈបកសំស៊ីអត់បានទេគណៈបកសង្គ្រោះជាតិអត់បានទេដូចកឹមសខាគាត់និយាយគេសួរគាត់ថាគាត់និយាយថាការកំណត់អាណត្តិនាយករដ្ឋមន្ត្រីហ្នឹងណាមិនក៏និយាយថាមានគណៈបកសិទ្ធិមនុស្សតែឯងគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យគេមានក្នុងយន្តការ8ចំណុចគេមានកំណត់អាណត្តិនាយករដ្ឋមន្ត្រីដែរដឹងគាត់និយាយថាម៉េចទេអូយើងបង្កើតគណៈបកមកយើងទៅលើកចំណុចល្អរបស់គេយកមកនិយាយយើងនិយាយថាចំណុចអាក្រក់របស់គេបើយើងលើកចំណុចល្អរបស់គេយកមកនិយាយយើងអាយ៉ងគេហ្មងឃើញទេបងប្អូនមើលមើលដែលខ្ញុំនិយាយថាបងប្អូនណាឧទាហរណ៍ថាយើងប្រកួតឬអ្នកវាយបុកបកកែជាងគេមកស្រុកខ្មែរដើម្បីយកទៅ
ប្រកួតនៅលើឆាកអន្តរជាតិដើម្បីនាំពានមកឲ្យខ្មែរវាអត់សំខាន់ថាអ្នកណាឈ្នះទេប៉ុន្តែវាសំខាន់ខ្លាំងណាស់ថាតើជ្រើសរើសបានអ្នកខ្លាំងក្នុងនាមប្រជាពលរដ្ឋខ្មែរហ្នឹងទៅប្រកួតលើឆាកអន្តរជាតិដើម្បីនាំពាននឹងមកជូនប្រជាពលរដ្ឋខ្មែរវិញអត់នេះវាសំខាន់ផងហ្នឹងមិនសំខាន់នឹងអញជាប់ទេណាជាអ្នកតំណាងខ្មែរទៅវាយណាអត់សំខាន់ទេវាសំខាន់អាណាខ្លាំងអញ្ចឹងមិនឲ្យឡើងមកប្រកួតធ្វើអីថាអញឃើញលោកគេវាខ្លាំងជាងអញណាអញខ្លាចគេយកពានវាមិនបានប៉ុន្តែតែគេវាយទៅគេដាក់យើងខ្ចប់យើងក៏អបអរសាទរគេទៅថាម៉េចប្រទេសយើងជ្រើសរើសបានអ្នកខ្លាំងហើយយកទៅប្រកួតដើម្បីយកពានមកឲ្យស្រុកខ្មែរតែនេះអត់ចឹងណាឲ្យតែវាយចាញ់គេយំយំរហូតហើយចុះវាល្មិចហ៎វាល្មិចអានឹងហើយដែលខ្ញុំនិយាយថាទៅណាវាជាប់អញជាមួយហ្នឹងណាដែលខ្ញុំមើលឃើញពួកអ្នកបានពានជាពិសេសពួកអ្នកធ្វើការនៅអង្គការសង្គមស៊ីវិលគេបានពាននេះពាននោះអន្តរជាតិឲ្យណាឧបមាថាអ្នកខ្លះគេធ្វើការខាងកុមាររួចគេបានពានដល់ពេលគេឡើងឲ្យពានអត់មាននិយាយអីផងនិយាយតែរឿងពានហ្នឹងហ្មងមាននិយាយរឿងកុមារនិយាយរឿងពានហ្នឹងមកគុណមនុស្សដែលធ្វើឲ្យខ្ញុំបានពានអរគុណប្តីខ្ញុំអរគុណខាងណែដែលធ្វើខ្ញុំបានពានថាកន្លែងវាលូតចេញមកឲ្យឃើញហ្នឹងវាគ្មានកុមារស្អីវាទេអារឿងពានហ្នឹងតែហ្មងណាជួយជាតិប៉ុន្តែជួយជាតិព្រោះតែពួកអញចង់បានមានមុខមានមាត់ដែរដូចខ្ញុំនិយាយមិញអញ្ចឹងប្រកួតជ្រើសរើសជើងខ្លាំងប្រចាំស្រុកខ្មែរដើម្បីទៅវាយយកពានឲ្យស្រុកខ្មែរគ្រាន់តែវាយចាញ់គេថាវាយំអីចេះឆ្ងល់វាល្មិចហើយហ្នឹងគេថាសំបរិយបច្ចៈសតិអារម្មណ៍ណាសកម្មភាពហ្នឹងយើងមើលដឹងហ្មងថានេះចិត្តវាមិនមែនរឿងប្រកួតប្រជែងដើម្បីរើសមនុស្សយកទៅប្រកួតក្នុងនាមប្រទេសខ្មែរដើម្បីនាំយកពានមកឲ្យខ្មែរទេអានេះទៅជាមួយនឹងអញហ្មងហើយអ្នកដឹកនាំបងប្អូនតែទៅជាមួយនឹងអញហើយអត់បានទេងាប់ហ្មងអានឹងតម្រៃឆ្លោះគ្នាងាប់សម័យទាំងអាគេដឹកនាំប្រទេសល្អអត់ព្រមហ្មងគួយតែបែងជើងគេពួកវាមិនបានអញសំស៊ីកម្មសខាទាំងថ្ងៃចឹងបងប្អូនជាពិសេសក្នុងស្ថានភាពពិតរបស់ប្រទេសយើងនេះប្រទេសយើងដោយអាទិភ្លើងធ្លាក់ទៅលើរៃទៅនៅលើដីចឹងណាបងប្អូនវាត្រូវការអ្នកដឹកនាំដែលស្មោះត្រង់ពិតប្រាកដចិត្តនឹងគឺថាមកជួយប្រទេសជាតិនឹងគឺដោយសារវាអត់មានពីណាជួយចង់ជួយមែនតើណាបានលើកអាទិភ្លើងមកដាក់លើរៃវិញដូចនៅស្រុកគេសហរដ្ឋអាមេរិកនិងពួកបច្ចឹមប្រទេសមួយចំនួនដោយអាទិភ្លើងនៅលើរៃហ្នឹងដល់ពេលអាទិភ្លើងនៅលើរៃហើយអ្នកដឹកនាំខុសគ្នាតិចតួចអត់អីទេប៉ុន្តែស្រុកខ្មែរបងប្អូនស្ថានភាពពិបាកខ្លាំងណាស់ត្រូវការអ្នកដឹកនាំដែលស្មោះត្រង់ហើយមានទស្សនវិស័យខ្លាំងណាស់នេះគឺជាស្ថានភាពពិតរបស់ប្រទេសយើងហើយចុះបើសំរងស៊ីកម្មសខាទៅតាណាមកជាមួយទាំងអញហ្នឹងបើអញមិនបានធ្វើធំអញក៏មកអាណាធ្វើដែរបងប្អូនពិចារណាមើលមិនចឹងអាត្រង់ហ្នឹងដែលខ្ញុំនិយាយថាអ្នកដឹកនាំស្អីបើអត់មានគុណសម្បត្តិលើសពីមនុស្សសាមញ្ញផងដូចតែប្រជាប្រដ្ឋដែររកបានតាមតែចៅខ្នល់អញ្ចឹងដឹកមួយថ្ងៃមួយឡានយកទៅចាក់ចោលស្ទឹងមានជ័យដឹកមិនអស់អញ្ចឹងអាមនុស្សទៅជាមួយអញទៅអាគ្នាតើបងប្អូនប្រជាប្រដ្ឋហើយនឹងអ្នកដឹកនាំវាឲ្យទៅគ្នាតើប៉ុន្តែបងប្អូនមើល good amia អីមើលមនុស្សហ៊ានលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីសេចក្តីសុខនៃអតីតបើមានគេធ្វើទៅយើងខ្ជិលនឹងធ្វើតែក្នុងករណីដែលគ្មានគេធ្វើចិត្តអញ្ចឹងមែនណាបងប្អូនអូយស្មាតទោសមកស្រុកខ្មែរឬបាន10 20នាក់ទៅច្រើនផងងាយទេបងប្អូនមនុស្សកើតមកជាប់ទាំងអញហ្នឹងមិនងាយទេមិនងាយតែហ្មងអាត្រង់ចំណុចហ្នឹងដែលខ្ញុំជាចង់ជួយវែកញែកឲ្យបងប្អូនបានឃើញដែលមនុស្សទៅធ្វើអីជាប់ជាមួយនឹងអញណាជាប់ជាមួយនឹងអញហ្នឹងពេលណាគេធ្វើល្អលើខ្លួននឹងក្តៅក្រហាយហ្មងកន្លែងហ្នឹងបងប្អូនបើស្នាជាបងប្អូននៅតែគ្រប់គ្រងគណៈបកមួយដែលគណៈបកមួយហ្នឹងឆ្កឹះឆ្កៀលគ្នាដោយយកប្រយោជន៍ផ្ទាល់ខ្លួនមុខមាត់តំណែងតួនាទីលោកធម៌8យ៉ាងជាធំហើយបងប្អូននៅតែគ្រប់គ្រងខ្ញុំថាបងប្អូនហើយស្រុកខ្មែរឆ្លោះគ្នាអត់ចាប់ទេបងប្អូនអ្នកដឹកនាំឆ្លោះគ្នាអត់ចាប់ទេហើយខ្ញុំសូមដកខ្លួនហើយពេលបងប្អូនធ្វើចឹងខ្ញុំសូមដកខ្លួនហើយពីព្រោះទុកឲ្យជារដ្ឋខ្មែរកាប់នេះទៅមកខាងសរាប់លៀនអ្នកកាប់ឲ្យបាយឈាមទៅខ្ញុំឈរពីឆ្ងាយព្រោះខ្ញុំអត់មានសមត្ថភាពទេបងប្អូនអត់មានសមត្ថភាពទេរឿងអ្នកដឹកនាំកេងចំណេញលើគ្នានេះអាយុជីវិតនៃការធ្វើការក្នុងរបៀបនៃការដណ្ដើមតំណែងតួនាទីគ្នាហ្នឹងណាខ្ញុំចង់និយាយថាការមានអតិភិបនៃអំពើអាក្រក់ក្នុងស្ថានភាពរបស់ប្រទេសខ្មែរហ្នឹងណាគឺគ្មានអ្វីមកពីប្រជាប្រដ្ឋល្ងងហើយគាត់ចេះតែគ្រប់គ្រងពួកហ្នឹងទេបងប្អូនបើស្នាជាបងប្អូនមានការចេះដឹងឃើញពួកអញ្ចឹងបងប្អូនដើរចេញណាបងប្អូនងាប់ហ្មងអំពើអាក្រក់ហ្នឹងងាប់ហ្មងខ្ញុំនិយាយខាងដើមអញ្ចឹងទីណាមានមនុស្សល្ងងទីនោះតែងតែមានការបោកប្រាស់សរុបមកវិញអ្វីដែលខ្ញុំចង់និយាយប្រាប់បងប្អូនថាការជ្រើសរើសអ្នកដឹកនាំមិនជ្រើសរើសគូដែលមានតែកម្លាំងចង់ធ្វើតាមតែឆន្ទៈរបស់ប្រជាប្រដ្ឋជំអល់ហើយក៏មិនមែនរើសអ្នកបម្រើជាកម្មករដែលយើងធ្វើជាអ្នកចាត់ចែងការរួចហើយឲ្យអ្នកដែលយើងរើសមកនឹងគ្រាន់តែប្រើកម្លាំងតាមការចាត់ចែងការរបស់យើងទេ
យើងរឿងមនុស្សដែលគ្រាន់បើជាងយើងមកជួយគិតគូរយើងគ្រាន់បើនឹងគ្រាន់បើផ្នែកខាងគួរក្បាលដែលយើងហៅថាទស្សនវិស័យហើយគ្រាន់បើ